បាទទស្សនីមួយបាទឡើងខ្ញុំទទួលបាន laptop MSI មួយគ្រឿងគាត់យកមកនោះខ្ញុំថាបើអត់ចេញទេឥឡូវយើងសាប់តែបើគាត់ថាបើអត់ចេញតែបើអត់ចេញហ្នឹងវាមានទី1បើអត់ចេញហ្មងទី2នេះគឺអត់ចូល Windows អញ្ចឹងដូចមើលឃើញចេះហ្នឹងហើយអញ្ចឹងវាចូល BIOS អត់បានចូល Windows ទេអញ្ចឹងឥឡូវយើង check មើលថាតើយ៉ាងម៉េចហើយយើងមើល information របស់វាឃើញ M2 SSD M2 ហ្នឹង256អញ្ចឹងអាចនឹងខូច Windows ក៏ថាបានដែរអញ្ចឹងឥឡូវយើងសាកសិត Windows ដល់គ្នាហើយខ្ញុំយក flash អូខេចេញយកនេះមក delete ចឹងយើងសាកសិត Windows ថ្មីចឹងយើងសិត boot ពីមួយសិនឲ្យវា boot ប៉ុន្តែនៅក្នុងboot option នេះពី1ដល់4នេះគឺអត់ឃើញទេណាចឹងអត់ឃើញទៅលើ data របស់ SSD ទេវាឃើញតែ data របស់ USB របស់យើងអូខេចឹងយើងសាកទៅចឹងការរបៀបតេស្តមើលវាមានច្រើនវាមានក្បាច់ផ្សេងគ្នាទៅលើជាងអញ្ចឹងខ្លះគាត់អ្នកខ្លះគាត់តែមើលទៅរៀបចំហើយតិចតួចមើលទៅថាខូច SD តែអ្នកខ្លះគាត់ត្រូវចូលបូតចូលអីដើម្បីមើលថាតើត្រឹមត្រូវអត់ព្រោះការវាតម្លៃនៅពេលដែលវាតម្លៃខុសយើងនឹងប្រាប់ភៀវខុសហើយអញ្ចឹងយើងត្រូវតែមើលបានដិតដល់នៅពេលដែលមើលដិតដល់បញ្ជាក់ថាអូ SD នឹងខូចពិតប្រាកដអានឹងបានយើងប្រាប់ភៀវទៅគឺត្រូវអ្វីដែលភៀវគាត់ចង់ដឹងចឹងឥឡូវយើងចូល boot Windows ហើយបងប្អូនបានឃើញហើយឃើញ SD វាបានបង្ហាញដែរ SD M2 ប្រកបហ្នឹងគឺបង្ហាញទំហំហ្នឹងគឺ256ចឹងជាមួយយើងចូលសិត Windows មើលថាសិតបានអត់ទេបើសិតបានកុំព្យូទ័រនេះខូចត្រឹមតែ Windows ទេតែបើសិនជាសិតអត់បានវា load error មករហូតឬករណីមួយទៀតលុបអត់បានលុបត្រាយរបស់ Windows នឹងអត់បានដូចជាត្រាយ resolve ឬមួយត្រាយ C ហ្នឹងយើងលោតបានទេអាហ្នឹងក៏ខូច SD ដែរអញ្ចឹងវាមានបញ្ហាពីរហ្នឹងហើយបញ្ហាមួយទៀតគឺវាស្មានមួយទៀតធ្វើឲ្យយើងខាតពេលវេលាគឺនៅពេលដែលសិត Windows គឺបានដើរធម្មតាប៉ុន្តែនៅពេលដែលសិតហើយចាប់ផ្ដើមដំណើរការទៅលើកម្មវិធីយើងតម្លើងកម្មវិធីផ្សេងដូចជា Excel Photoshop Atlas ឬមួយកម្មវិធី Google AutoCAD ហ្នឹងអញ្ចឹងបើសិនជាវាមានបញ្ហានៅក្នុងករណីហ្នឹងវាក៏ខូចទៅលើ M2 ឬ SD ទាំងដែរអញ្ចឹងករណីវាមាន3ហ្នឹងទី1អញ្ចឹងខ្ញុំបញ្ជាក់ទី1គឺទៅលើត្រាយអត់ឃើញហើយលុបអត់បានមួយទៀតកំពុងតែសិតមានបញ្ហាឬនៅពេលដែលសិតហើយតម្លើងកម្មវិធីគឺវាលោតបញ្ហាអញ្ចឹងយើង boot យូរតិចមើលបាទអញ្ចឹងយើងបន្តទៀត
Ồ, mấy những người cho bút nó vì dù chơi những có stop video thì xin tới là dừng cho bút. Ok. Ok, lấy cho mới tới đôi dù ai những bài nhà ISD nằm ấy nè lấy dừng cho nó khơi nhà visual máu nè partition system bên partition SO hay digital C chắc là pin này còn chỉ partition bỏ đi dạo thế cho nên digital C là giờ xả lục đại C ok chẳng load error màu chạy chẳng bật load error màu chết là ngay nè cái đấy vì thời điểm mình delete lại những một tiết delete này một tiết nè chẳng load bán này ISD nằm chẳng bị chạy thải ISD nó cứ khâu chạy chẳng như bên tại plug và đồ ISD thứ bảy ok chẳng chăm tôi sẽ là được vẹp vào đó cả và đồ ISD đượcក្នុង laptop MSI là người áo con tràn